យានមិត្តអ្នកស្ដាប់ជាទីមេត្រីតទៅនេះសូមអញ្ជើញលោកអ្នកស្ដាប់នៅព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រនៃអាថ៌កំបាំងរបស់ខ្មែរស្ដីពីឫសគល់ថ្ងៃទី7 ខែមករាឆ្នាំ1979ដើម្បីបង្ហាញនៅទឹកចិត្តស្នេហាជាតិនិងមានស្មារតីនិងដួងព្រលឹងជាខ្មែរក្នុងភារកិច្ចការពារបូរណភាពទឹកដីអធិបតេយ្យភាពនិងឯករាជ្យភាពខ្មែរជាពិសេសដើម្បីឲ្យមនុស្សជំនាន់ក្រោយបានយល់ដឹងពីការពិតនៃប្រវត្តិសាស្ត្រខ្មែរជាមួយប្រទេសយួនដែលតែងតែប្រើប្រាស់នៅកលល្បិចអាក្រក់គ្រប់មធ្យោបាយក្នុងការចង់ត្រួតត្រាអំណាចមកលើខ្មែរទាំងស្រុងតាមយុទ្ធសាស្ត្រនយោបាយសហព័ន្ធឥណ្ឌូចិនហូជីមិញលើកយកនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនយោបាយពីអាថ៌កំបាំងរបស់ខ្មែរនៃឫសគល់7 មករាសម្រាប់ជាការស្ដាប់និងពិចារណារបស់ប្រិយមិត្តអ្នកស្ដាប់ថាតើជាតិខ្មែរកំពុងដើរឆ្ពោះទៅរកផ្លូវជ្រោះមរណៈដែលខ្មែររាល់គ្នាត្រូវធ្វើយ៉ាងណាកុំឲ្យប្រទេសមានគ្រោះថ្នាក់ក្នុងនៃសាសនារលត់ជាតិរលាយឬគល់នៃរបបប្រល័យពូជសាសន៍ខ្មែររហូតមកដល់ពេលនេះប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែមានចម្ងល់និងមិនបានដឹងច្បាស់អំពីមូលហេតុនៃការស្លាប់ពលរដ្ឋខ្មែរប្រមាណជាង1,700,000 នាក់នៅក្នុងរបបប៉ុលពតជាពិសេសខ្មែរយើងមួយចំនួនដែលបាក់ស្បាតដោយការគំរាមកំហែងរបស់ពួកកុម្មុយនីសដែលធ្វើគ្រប់បែបយ៉ាងមិនឲ្យខ្មែរយល់ដឹងឬអំពីរឿងនយោបាយនិយាយរឿងនយោបាយជាតិគិតគូររឿងជាតិដោយពួកវាខិតខំលាក់បាំងប្រវត្តិសាស្ត្រពិតរបស់ខ្មែរពួកកុម្មុយនីសបានពង្វក់ឲ្យខ្មែរវង្វេងតាមការបំពុលមនោគមផ្សេងការឃោសនាដែលជាការរៀបចំរបស់ពួកកុម្មុយនីសពួកវាធ្វើឲ្យខ្មែរនៅវង្វេងជាមួយការបំភាន់របស់កុម្មុយនីសយួននិងការប្រើកលល្បិចឃោសនារំលឹកតែសម័យប៉ុលពតដើម្បីឲ្យខ្មែរចងកំហឹងនឹងខ្មែរគ្នាឯងបែកបាក់សាមគ្គីហើយដឹងគុណយួនថ្ងៃ7 មករាឆ្នាំ1979ថាជាអ្នកល្អមកជួយសង្គ្រោះខ្មែរជាដើមតែពួកនេះមិនបានលាតត្រដាងអំពីប្រវត្តិសាស្ត្រពិតប្រាកដរបស់ខ្មែរតាំងពីសម័យសង្គមរាស្ត្រនិយមសាធារណរដ្ឋខ្មែរចាប់ពីទសវត្សរ៍ឆ្នាំ60រហូតមកដល់បច្ចុប្បន្នដើម្បីឲ្យខ្មែរបានដឹងនោះទេព្រោះថាបើនិយាយពីការពិតនៅក្នុងប្រវត្តិសាស្ត្រវាប៉ះពាល់អ្នកមានអំណាចសពថ្ងៃនិងនយោបាយឈ្លានពានរបស់យួនកុម្មុយនីសចាប់ពីពេលនេះទៅខ្មែរឈប់វង្វេងទៀតហើយកាលពីពេលដែលពួកយួនកុម្មុយនីសយាកកុងឈ្លានពានដណ្ដើមជ័យជំនះលើខ្មែរទាំងស្រុងនៅថ្ងៃទី17 ខែមេសាឆ្នាំ1975ពួកគេបានបំផ្លាញគម្ពីរក្បួនខ្នាតនិងសម្រាប់ខ្មែរអ្នកចេះចោលអស់ដើម្បីផ្ដាច់ឫសគល់ខ្មែរមិនឲ្យដឹងអំពីព្រឹត្តិការណ៍និងប្រវត្តិសាស្ត្រកើតឡើងចន្លោះពេលនោះពួកយួនកុម្មុយនីសជាអ្នករៀបចំផែនការឲ្យខ្មែរធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍នេះដោយយួនបានយកលទ្ធិកុម្មុយនីសជាមធ្យោបាយមកសាបព្រោះបណ្ដុះបណ្ដាលលើខ្មែរគួបផ្សំជាមួយមេដឹកនាំខ្មែរដូចស្ដេចសៀនុនិងប៉ុលពតដែលលោភលន់អំណាចលងជឿការបោកប្រាស់
ចិននិងយួនធ្វើឲ្យខ្មែរកើតកលយុគក្រឡាប់ចាក់ធ្លាក់ចុះกับសម្លាប់គ្នាក៏ល្បិចខ្ចីកម្លាំងខ្មែរតាមការប្រើមនោគមនេះហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅតែយល់ច្រឡំថាខ្មែរសម្លាប់ខ្មែររហូតមកដល់សប្តាហ៍ថ្ងៃយួនកុម្មុយនីសកែប្រែនយោបាយបន្តិចម្ដងតាមរយៈប្រើហ៊ុនសែនជាកូនអុកបន្តត្រួតត្រាខ្មែរដោយមិនចេញមុខពេលដែលខ្មែរធ្លាក់ចុះខ្សោយដល់កម្រិត0គ្មានគម្ពីរឯកសារស្លាប់អ្នកចេះដឹងអស់ហើយយួនងាយស្រួលត្រួតត្រាខ្មែរកែប្រែប្រវត្តិសាស្ត្រដើម្បីលេបយកទឹកដីខ្មែរនិងដណ្ដើមផលប្រយោជន៍ពីខ្មែរដោយសពថ្ងៃដូចនេះអ្នកដែលសម្លាប់ខ្មែរគឺយួនកុម្មុយនីសឬកុម្មុយនីសឥណ្ឌូចិនដែលយកលទ្ធិកុម្មុយនីសជាមធ្យោបាយបំពាក់បំពន់ខ្មែរឲ្យសម្លាប់ខ្មែរនិងមេដឹកនាំខ្មែរមួយចំនួនដែលលង់ក្នុងអំណាចរាជបល្ល័ង្កបំរើធ្វើជាឧបករណ៍យួនដើម្បីធ្វើឲ្យខ្មែរវឹកវរកាប់សម្លាប់លេបយកទឹកដីខ្មែរតាមផែនការសហព័ន្ធឥណ្ឌូចិនដើម្បីរំលើងជាតិខ្មែរឲ្យធ្លាក់ខ្សោយងាយស្រួលគេគ្រប់គ្រងត្រួតត្រាឯកសារត្រូវគេបំផ្លាញចោលបញ្ញវន្តត្រូវគេសម្លាប់ចំណែកឯប្រវត្តិសាស្ត្រខ្មែរក្រោយមកទៀតត្រូវបានគេលាក់បាំងកែប្រែបំបត្តិក្នុងគោលបំណងចំណេញនយោបាយជាពិសេសគឺឯកសារប្រវត្តិសាស្ត្រនយោបាយពាក់ព័ន្ធទៅនឹងមេដឹកនាំកុម្មុយនីសផ្ដាច់ការនាពេលបច្ចុប្បន្នហើយដូច្នេះហើយឫសគល់នៃរបបប្រល័យពូជសាសន៍ខ្មែរគឺជាផែនការរបស់យួនកុម្មុយនីសដែលយកលទ្ធិកុម្មុយនីសជាមធ្យោបាយពង្វក់មេដឹកនាំខ្មែរដែលមានស្ដេចសីហនុ ប៉ុល ពត ហ៊ុនសែនឲ្យដើរតាមមនោគមកុម្មុយនីសដែលគោលបំណងចុងក្រោយគឺដើម្បីលេបទឹកដីខ្មែរដាក់ជាចំណុះយួនតាមផែនការសហព័ន្ធឥណ្ឌូចិនរបស់យួនហាណូយ3ហេតុអ្វីបានជាខ្មែរធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ដោយបានរៀបរាប់ខាងលើមកហើយថាកុម្មុយនីសខ្មែរមានដើមកំណើតមកពីបកកុម្មុយនីសឥណ្ឌូចិនដែលជាសាខារបស់បកកុម្មុយនីសអន្តរជាតិបង្កើតឡើងដោយយួនហូជីមិញនៅទីក្រុងហុងកុងថ្ងៃទី3ខែកុម្ភៈឆ្នាំ1930បកកុម្មុយនីសឥណ្ឌូចិននេះមានការគាំទ្រផ្ដល់ហិរញ្ញវត្ថុពីកុម្មុយនីសអន្តរជាតិបកកុម្មុយនីសឥណ្ឌូចិនបានបង្កើតសាខារបស់ខ្លួននៅប្រទេសខ្មែរនិងនៅប្រទេសលាវនិងបកកុម្មុយនីសខ្មែរនិងបកកុម្មុយនីសលាវព្រមទាំងសាខានៅប្រទេសមួយចំនួនទៀតដូចជាថៃម៉ាឡេស៊ីនិងសិង្ហបុរីជាដើមការដែលខ្មែរស្លាប់ទាំងខ្មែរក្រោមនិងខ្មែរកន្លងមកវាជាផែនការដ៏ខ្មៅក្រខ្វក់របស់យួនកុម្មុយនីសក្នុងការរំលាយពូជសាសន៍ខ្មែរដើម្បីបំពេញមហិច្ឆតារបស់ខ្លួនក្នុងការលេបទឹកដីរបស់ប្រទេសជិតខាងនៅតំបន់ឥណ្ឌូចិនតែប៉ុណ្ណោះពួកគេបានប្រើវិធីបំភាន់លាក់បាំងខ្មែរកែក្រឡៃប្រវត្តិសាស្ត្រខ្មែរទៅជាប្រវត្តិសាស្ត្រឥណ្ឌូចិនសត្រូវបងប្អូនឲ្យកូនខ្មែររៀនធ្វើតាមគ្រប់មធ្យោបាយគៀបសង្កត់ខ្មែរមិនឲ្យមានសិទ្ធិសេរីភាពមិនឲ្យខ្មែរដឹងពីនយោបាយនិយាយពីរឿងប្រទេសជាតិដោយចោទប្រកាន់តាមវិធីផ្សេងចំពោះអ្នកដែលនិយាយការពិតឬប្រឆាំងធ្វើឲ្យខ្មែរខ្លាចមិនឲ្យខ្មែរនិយាយអំពីរឿងនយោបាយនិងប្រវត្តិសាស្ត្ររបស់ខ្លួនដោយមានការគំរាមកំហែងចាប់និងសម្លាប់តាមការប្រើវិធីគ្រប់បែបយ៉ាងបកកុម្មុយនីសខ្មែរដឹកនាំដោយយួនបន្លំខ្លួនធ្វើជាខ្មែរឈ្មោះសង្ហុកមីងឬអាចារ្យមាននិងទូសមុទ្រសំទោសនិងទូសមុទ្រសឡុតសដែលជាសាខារបស់បកកុម្មុយនីសឥណ្ឌូចិនយួនកុម្មុយនីសបានចូលមកធ្វើចលនានយោបាយជាសម្ងាត់នៅក្នុងទឹកដីខ្មែរនៅតំបន់ចំការកៅស៊ូខេត្តកំពង់ចាមនៅសំឡូតនិងកំពតចាប់តាំងពីឆ្នាំ1946យួនបានឃោសនាឲ្យខ្មែរ
នឹងលាវចូលរួបរวมជាមួយគេដើម្បីដេញអាណានិគមបារាំងចេញពីទឹកដីតែនៅពីក្រោយខ្នងនយោបាយនេះយួនបានរីកអូននៅស្រឡាញ់បងជានិច្ចតាំងពីការចាប់បាត់អូនត្រូវស្រាប់បងមួយគ្រាបើអូនច្បាំងឈ្នះអូនមករៀបការទទួលនាមអពាពិពាអ្នកស្នេហាជាតិដែលដល់ចាំបាច់មកផ្ដាច់ញ៉ាយរូបយ៉ាងអាយអោតាមភ្លើងជំនួងវងខ្នានៅចាំជួបបងទៀតបំបានឡើយញាតិកំនេះហើយសំឡប់ម្ដាយខ្ញុំមុនសំពាក់ទឹកញញឹមដាំងបងត្រូវការសំណងសំឈាមទាំងដងសំឡាប់យាងឡងកងចិត្តកំណងប្រលឹងម្ដាយខ្ញុំលោកអូនឈឺចាប់អ្នកនៅជួយពីក្រោយខ្នងនៅឆ្នាំ1954បារាំងបានចុះហត្ថលេខានៅទីក្រុងហ្សឺណែវប្រគល់ឯករាជ្យមកឲ្យឥណ្ឌូចិនពេលដែលយួនបានធ្វើសង្គ្រាមឈ្នះបារាំងនៅឌៀនបៀនភូក្រោយពីយួនទទួលបានឯករាជ្យពីបារាំងហើយតាមសន្ធិសញ្ញាក្រុងហ្សឺណែវបានតម្រូវឲ្យកងទ័ពយួនយាមិញដកចេញពីប្រទេសខ្មែរនិងលាវទាំងអស់ពេលនោះយួនបានដកចេញពីប្រទេសខ្មែរដោយយួនបានចាប់កូនខ្មែរតូចទៅជាមួយផងដើម្បីយកទៅបណ្ដុះបណ្ដាលនៅទីក្រុងហាណូយចំណែកឯសាឡុតសដែលទទួលបានអាហារូបករណ៍ទៅសិក្សាប្រទេសបារាំងផ្នែកអគ្គិសនីបានចាប់អារម្មណ៍រឿងនយោបាយហើយបានអានសៀវភៅកុម្មុយនីសសៀវភៅក្រហមនៅប្រទេសបារាំងដំបូងឡើយសាឡុតសបានដឹកនាំធ្វើការតស៊ូប្រឆាំងនឹងការដឹកនាំរបបសក្តិភូមិរបស់ស្ដេចនរោត្តមសីហនុតាំងពីគាត់កំពុងសិក្សានៅប្រទេសបារាំងក្រោយមកស្ដេចនរោត្តមសីហនុបានកាត់ផ្ដាច់អាហារូបករណ៍វិញដោយគាត់មិនទាន់រៀនចប់ផងក៏ត្រឡប់មកប្រទេសខ្មែរវិញក្រោយពេលដែលគាត់មកដល់ប្រទេសខ្មែរដោយការមិនពេញចិត្តនឹងរបបសក្តិភូមិដឹកនាំដោយស្ដេចសីហនុគាត់បានរៀបចំធ្វើនយោបាយបដិវត្តន៍នៅក្នុងប្រទេសខ្មែរហើយផែនការបានបែកដឹងដល់អាជ្ញាធរនរោត្តមសីហនុទើបស្ដេចសីហនុបានប្រកាសដេញចាប់សាឡុតសនិងអ្នកចូលរួមក្នុងកិច្ចការនេះមួយចំនួនទៀតមានចំនួន63នាក់ក្នុងនោះមានសុនសេនដែរពេលនោះសាឡុតសបានរត់ចូលព្រៃហើយបានចូលទៅធ្វើជាលេខារបស់ទូសមុទ្រដែលដឹកនាំដោយសឹងងុកមិញយើងឃើញថាយួនបានជួយខ្មែរក្រហមឲ្យប្រឆាំងនឹងសម្ដេចនរោត្តមសីហនុតែពីក្រោយខ្នងមកខាងទៀតយួនបានសុំឲ្យសម្ដេចសីហនុជួយផ្ដល់ស្បៀងអាហារនិងទឹក